ទេសនកិច្ចបានបញ្ចប់ទៅហើយបាត់ប្រទេសថៃប្រមុខដឹកនាំថៃគឺយើងឃើញថាភាពបរាជ័យក៏ភាពអាម៉ាស់នៅពីក្រោយខ្នងរបស់បាទប្រមុខដឹកនាំថៃក៏ដូចជាព្រះមហាក្សត្រថៃបាទក៏ដូចជាបាទលោកនាយករដ្ឋមន្ត្រីថៃលោកអនុទិនបាទអញ្ចឹងយើងឃើញថាបាទការដែលសុំបាទបារាំងពីការទិញធម្មពលអីផ្សេងហ្នឹងយើងឃើញថាបាទប្រហែលជាមានអវិជ្ជមានច្រើនហើយបរាជ័យច្រើនហើយការស៊ីស៊ូគ្នារវាងបារាំងហើយនឹងបាទប្រទេសសៀមនឹងយ៉ាងម៉េចបាទលោកអនុទិនក៏ដូចជាព្រះមហាក្សត្រស្ដេចថៃនឹងបាទស៊ីស៊ូយ៉ាងម៉េចចំពោះលោកម៉ាក្រុងក៏យើងអត់ដឹងដែរវាជារឿងមួយដែលយើងមិនបានដឹងទេហើយខ្ញុំជឿថាភាពយុត្តិធម៌សម្រាប់ប្រទេសកម្ពុជាតែងតែមានចនិចថាសច្ចភាពបងប្អូនសច្ចភាពគឺភាពពិតប្រាកដច្បាស់លាស់ហើយបាទយុត្តិធម៌មានសម្រាប់ប្រទេសកម្ពុជាបាទអញ្ចឹងយើងក៏ត្រូវតែរួបរวมគ្នាសាមគ្គីគ្នាបង្កើននៅបាទបង្កើនឬក៏យើងធ្វើទំនើបកម្មផ្នែកយោធាយើងដើម្បីតែទប់ទល់ជាមួយនឹងប្រទេសជិតខាងនឹងឯងហើយក៏ថ្មីនេះខ្ញុំឃើញថាឮថា ICC ថានឹងកោះហៅបាត់ប្រមុខដឹកនាំថៃក៏ដូចជាមេដឹកនាំយោធាថៃអីនឹងបាត់ឡើងតុលាការអ ក្រិតកម្មអន្តរជាតិ ICC ហ្នឹងបាទហើយខ្ញុំមិនដឹងថាការពិតពីពិតប៉ុន្តែខ្ញុំបន់ឲ្យខ្លាចជាការពិតខ្ញុំបន់ថារឿងហ្នឹងស្អីគេបាទរដ្ឋាភិបាល$23ធ្វើបានពិតប្រកបខ្ញុំសប្បាយចិត្តណាបងប្អូនប៉ុន្តែខ្ញុំខ្លាចថាដំណឹងវាមិនមែនជាដំណឹងពិតហើយវាមិនបានការអីអាហ្នឹងវាអាម៉ាស់មកដល់ខ្ញុំអាម៉ាស់មកដល់រដ្ឋាភិបាលអាម៉ាស់មកដល់ប្រទេសកម្ពុជាទាំងមូលមិនធម្មតាចុះវាចេញព័ត៌មានអញ្ចឹងយើងមិនមែនធម្មតាប៉ះពាល់មុខមាត់ប្រទេសគេប៉ះពាល់អីច្រើនណាបងប្អូនហើយប៉ុន្តែបំពិតគឺល្អខ្ញុំស្រឡាញ់ខ្ញុំពេញចិត្តខ្ញុំបំពិតវិញខ្ញុំដឹងសប្បាយចិត្តយ៉ាងម៉េចហើយអ្នកខ្លះថាចុះរដ្ឋាភិបាលយើងនៅក្នុងរដ្ឋាភិបាលស្របច្បាប់មិនក៏មិនដាក់ប្តឹងដាក់អីទៅរឿងហ្នឹងក៏ខ្ញុំវាមិនអាចទៅជំនួសរដ្ឋាភិបាលយើងគ្មានអីសមត្ថភាពអីដល់រឿងអស់ហ្នឹងទេបងប្អូនបាទប៉ុន្តែគ្រាន់ថាអ្វីដែលខ្ញុំគិតណាគឺថារដ្ឋាភិបាលមុនគេនឹងធ្វើមិនចេះថាគិតថាទៅប្តឹងទៅអីចឹងទេគេត្រូវគិតថាតើប្តឹងទៅមានឯកសារអីមានអីសំអាងអីដែលអាចឈ្នះគេបានមានស្អីដែលអាចឈ្នះគេបានចឹងណាទី1ទី2ហ្នឹងគឺថាប្តឹងទៅមិនផលចាស់មកវិញយ៉ាងម៉េចប៉ះពាល់អីខ្លះចឹងណាអាហ្នឹងទី2ទី3កាលណាប្តឹងទៅយ៉ាងម៉េចបើសិនជាខាងនោះគេដាក់អីមកវិញគឺគោឬបង្កើតចេញជាសង្គ្រាមតបអីតើយើងមានស្អីទប់ទល់ប្រទេសហ្នឹងខ្លះយើងត្រៀមអីខ្លះដើម្បីជំរាបប្រជាជនត្រៀមអីខ្លះអញ្ចឹងអាអស់ហ្នឹងឯផលដែលចាស់មកវិញហ្នឹងអញ្ចឹងរដ្ឋាភិបាលគាត់គិតល្អអស់ហ្នឹងមុននឹងធ្វើអញ្ចឹងការដែលគាត់ធ្វើសប្តាហ៍ខ្ញុំគ្រប់គ្រងនឹងការដែលមិនបាច់តន់ធ្វើអីទេយើងចាប់ផ្ដើមធ្វើអស់សមត្ថភាពនៅតំណែងការទូតឬក៏យើងបង្ហាញឲ្យអន្តរជាតិបើបង្ហាញអញ្ចឹងអាណត្តិគាត់វាមិនបានផលមានតែអាណាធ្វើព្រាមមួយថ្ងៃនឹងបានមួយថ្ងៃបានប្រទេសខ្លះដល់2អាណត្តិ3អាណត្តិយើងងាប់2 3តង់ទៀតហ៎មិនទាន់បានផងអារឿងបញ្ហាព្រំដែននេះបងប្អូនមិនរឿងធម្មតាគ្រាន់តែដីយើងធម្មតាយើងឆ្លោះគ្នាដីភូមិបាលធម្មតាឆ្លោះគ្នាខ្លះរាប់ឆ្នាំហើយយើងចង់ធ្វើព្រាមបានព្រាមចង់ដាក់ប្លង់ព្រាមយើងអត់មានប្រើគូក្បាលគិតទេមែនបងប្អូនអាហ្នឹងខ្ញុំចង់និយាយចឹងហើយហ្មងរឿងប្រទេសជាតិធំហើយចុះបំដាក់ទៅមានបញ្ហាអីច្រើនបាញ់បោះប្រទេសថៃខឹងឆ្លោះបាញ់គ្នាបាញ់អីស្លាប់ប្រជាជនជំរាបប្រជាជនអត់តន់ហ្នឹងអាហ្នឹងបន្ទោរដ្ឋាភិបាលទៀតអញ្ចឹងគេគិតគូរដល់បងប្អូនអាហ្នឹងខ្ញុំទុកឲ្យរដ្ឋាភិបាលគាត់ចេះគិតគូរគាត់មានអ្នកខ្លាំងនៅពីក្រោយគាត់មានបដិទ្ធមានអីគេគិតគូរគេមិនចេះតែឃើញយើងចេះនិយាយបានអាហ្នឹងខ្ញុំមិនដឹងទេបងប្អូនថាគិតមិនអានេះការគិតរបស់ខ្ញុំទេបងប្អូនណាហើយសម្រាប់ព័ត៌មានកីឡាបងប្អូនយើងឃើញថាបាទស្វីស័រឡែនគឺដាក់អាល់ជេរី2-0ហើយយើងឃើញមួយស្មើបាទប្រទេសអូស្ត្រាលីជាមួយបាទអូស្ត្រាលីបាទមួយស្មើបាទជាមួយអេស៊ីបហើយចំណែកឯអាហ្សង់ទីនក៏មួយស្មើជាមួយនឹងខាប់វ៉ាឌីដែរហើយយើងឃើញថាប្រទេសខាប់វ៉ាឌីខ្លាំងមែនបងប្អូនបាទទប់ជាមួយអាហ្សង់ទីនបានមួយស្មើចាប់តង់បាទថែមបាទថែមនោះមិនចាញ់អាហ្សង់ទីនបាទអាហ្សង់ទីនដាក់3-2បាទណាថែមណានាទីថែមបាទអញ្ចឹងគឺបាទបាល់ព្រឹកមិញនេះទៀតគឺកូឡុំប៊ីគឺដាក់1-0មិនដឹងជាចប់តង់នៅទេបាទ1-0នៅរហូតនឹងតែម្ដងហើយសូមឲ្យបងប្អូនសុខភាពល្អរស់ស៊ីមានបានទៅណាមកណាសុវត្ថិភាពតាមផ្លូវទាំងអស់គ្នាបាទបងប្អូនទាំងអស់គ្នាបាទអរគុណច្រើននៅការទស្សនារបស់បងប្អូនហើយសូមឲ្យបងប្អូនកុំភ្លេចជួយ like ជួយ share ជួយគ្នាបាទ Subscribe ផងបងប្អូនបាទអរគុណច្រើន